ថ្ងៃរៀបចំកណ្ដាលកំពូលប្រាសាទអង្គរវត្តឬគេហៅថាសមារាត្រីតែងតែមានភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកកមកទស្សនាថតរូបផ្ដិតយករូបភាពនិងវីដេអូយ៉ាងច្រើនកកនាថ្ងៃទី21ខែមិនិនាឆ្នាំ2025នេះឃើញថាមានភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកកបាននាំគ្នាមកទស្សនាព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តយើងបានសង្កេតឃើញថាពួកគាត់បានក្រោកតាំងពីព្រលឹមម៉ោង5-6ដើម្បីមកទស្សនាព្រះអាទិត្យរះមួយនេះអ្នកទាំងអស់គ្នាដឹងទេថាហេតុអ្វីភ្ញៀវទាំងអស់សុខចិត្តចំណាយពេលវេលារបស់ខ្លួនមកពីប្រទេសយ៉ាងឆ្ងាយដើម្បីមកទស្សនាមើលព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទមួយនេះព្រឹត្តិការណ៍សមារាត្រីកាត់ឡើងជារៀងរាល់ឆ្នាំនាខែមីនានិងខែកញ្ញានៅថ្ងៃទី21 22 23អត្ថន័យរបស់សមារាត្រីគឺជារយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកណ្ដាលកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនាវេលាប្រហែលពីម៉ោង 6:30 នាទីព្រឹកដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយព្រឹត្តិការណ៍សមារាត្រីកើតឡើងនេះមិនមែនជារឿងចៃដន្យនោះទេវាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរដែលបានរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុមុនជាស្រេចដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឲ្យប្រាសាទអង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តនេះឡើងព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តកើតមានឡើងតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះចំណែកឯសំណង់បុរាណជាច្រើននៅលើប្រទេសដទៃទៀតក្នុងពិភពលោកគឺមិនអាចរៀបចំដូច្នេះបានទេការស្រាវជ្រាវបង្ហាញថាប្រហែលជាមានតែអង្គរវត្តតែមួយគត់ដែលបានរៀបចំក្នុងបរិក្ខារគ្រប់គ្រងរបស់ព្រះអាទិត្យហើយពេលថ្ងៃនិងពេលយប់លិចចំកណ្ដាលកំពូលរបស់អង្គរវត្តដែលជាចំណុចពិសេសមានតែមួយគត់នៅលើលោកនេះដែលស្ថាបនាឡើងដើម្បីគ្រប់គ្រងដំណើរគោចរនៃព្រះអាទិត្យមួយឆ្នាំមាន2ដងដែលមានតែមួយគត់ការកសាងប្រាសាទបែបនេះមានមូលហេតុយ៉ាងសំខាន់ដែលយើងអាចឆ្លើយតបនឹងសំណួរដែលតែងសួរថាហេតុអ្វីអង្គរវត្តសាងសង់បែបមុខទៅទិសខាងលិចគឺក្នុងគោលដៅដែលគេធ្វើដើម្បីឲ្យធម្មពលនៃចក្រភពរបស់ខ្មែរគ្រប់គ្រងអំណាចទាំងមូលរបស់ចក្រវាឡដែលមានព្រះអាទិត្យជាតំណាងហើយជាភស្តុតាងថ្មីត្បិតតែក្នុងមួយឆ្នាំព្រឹត្តិការណ៍ពិសេសសមារាត្រីអង្គរថ្ងៃរៀបចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតឡើងក្នុងមួយឆ្នាំ2ដងក្តីក៏ប៉ុន្តែបាតុភូតនេះកើតឡើងមិនដូចគ្នាទេក្នុងកាលពីឆ្នាំ2019កន្លងទៅសមារាត្រីព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទនៃប្រាសាទអង្គរវត្តបានកើតឡើងនៅថ្ងៃទី20ខែមិនិនាចាប់ពីព្រឹកព្រលឹមស្រាងៗដោយគេអាចឃើញពីខ្លោងទ្វារកណ្ដាលនៃខ្លោងទ្វារធំប៉ែកខាងលិចអំឡុងពេលចាប់ផ្ដើមពីម៉ោង 5:50 នាទីដល់ម៉ោងប្រហែល 7 ព្រឹកកុំឲ្យឱកាសនៃការទស្សនានៅព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តនាថ្ងៃទី21 22 23ខែមិនិនាឆ្នាំ2025នេះសូមពុកម៉ែបងប្អូនមិត្តភ័ក្តិញាតិញោមដែលនៅក្នុងប្រទេសកម្ពុជាក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិអញ្ជើញទៅទស្សនាបានកកដើម្បីបានឃើញជាភាពអស្ចារ្យរបស់បុព្វបុរសរបស់យើងសូមចែករំលែកដល់ពិភពលោកឲ្យបានដឹងថាប្រទេសកម្ពុជាមានប្រាសាទដ៏ស្កឹមស្កៃផូរផង់ល្អប្រណិតដែលពួកគេគួរតែមកទស្សនាយ៉ាងហោចណាស់ឲ្យបានម្ដង